តុលាការឃុំខ្លួនអុកញ៉ាលីគួងដាក់ពន្ធនាគាររឿងរកស៊ីនិងកាងស្កែមអនឡាញជាច្រើនកន្លែងនៅថ្ងៃទី15ខែមករាឆ្នាំ2026ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងអัยការចោទប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ចឆបោករួមមានស្ថានទម្ងន់ជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតចាប់តាំងពីឆ្នាំ2019រហូតមកដល់បច្ចុប្បន្នបទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រាទី377និងមាត្រា380នៃក្រមព្រហ្មទណ្ឌនិងមាត្រា38នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគង់ដែលមានងារជាអុកញ៉ាផងបានរកស៊ីនឹងកាងបទល្មើសស្កែមអនឡាញយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រែកចាកដែលក្រុមបរទេសរត់ចេញយ៉ាងប្រសិទ្ធប្រសើរកាលពីយប់មិញក៏ម្នាក់នេះនៅពីក្រោយផងដែរ